គុំមកកាន់ខ្ញុំមក social interview reaction ទៀតហើយថ្ងៃនេះគឺខ្ញុំមកនិយាយអំពីបាលូទឹកអុយរបស់ខ្ញុំនៅស្រុកកំណើតហើយវាប្រហែលជាចូលចិត្ត50ឆ្នាំហើយមកឥឡូវកាមេរ៉ាមែនដាក់តាមខ្ញុំបាទបាទនេះគឺជានេះបាទលូទឹកនេះលូទឹកស្អុយបាទនេះគឺជាលូទឹកស្អុយមួយដែលមានក្លិនមិនល្អទេហើយកាលមុនខ្ញុំល្បីថាមានអាមនុស្សទៀតនៅក្នុងហ្នឹងព្រោះមានមនុស្សស្រីលួតហើយគឺកាលមុនគឺទឹកធោដោយសារវារដូវវស្សាហើយទឹកធោទៅគឺមនុស្សស្រីលួតទៅសម្រាប់ខ្លួនតោះឥឡូវគឺយើងទៅតទៀតឥឡូវមានគ្នាយើងចូលមកមួយទៀតហើយបាទឥឡូវចូលមកបាទដោយសារគាត់នេះគឺជាម្ចាស់តំបន់នៅទីហ្នឹងគឺខ្ញុំអត់ទៅស្គាល់ទេតោះឥឡូវបងអាចនាំខ្ញុំទៅបាននេះកាមេរ៉ាមែនចាប់ហើយមួយទៀតតោះកន្លែងហ្នឹងមិនបងតាមពិតកន្លែងហ្នឹងគាត់ធ្លាប់ប្រាប់ខ្ញុំថាមានអូស្អុយខ្លាំងមែនតើបាទបងប្អូនទាំងគ្នាដែលមានលូនៅចិត្តផ្ទះអីគឺយល់អារម្មណ៍ដូចខ្ញុំហីតែនៅទីនេះគឺឃុំស្រះព្រីងឃុំបាធីស្រុកបាធីខេត្តកំពង់ចាមគឺមានលូទឹកស្អុយមួយហើយកាលមុនគឺមាននារីម្នាក់ដល់តែដល់នោះនោះស្លាប់ខ្លួនតែដល់នោះតើឥឡូវយើងឡើងវិញតើកាមេរ៉ាមែនឡើងយ៉ាងណាវីដេអូហ្នឹងយ៉ាងណាក៏បាន10នាទីដែរហើយមុននឹងចូលដល់វីដេអូនេះខ្ញុំប្រាប់អ្នកនរនេះកុំភ្លេច Subscribe ហើយចុចសញ្ញាដល់កណ្ដឹងដើម្បីបានវីដេអូថ្មីៗបន្តអូកាមេរ៉ាមែនមកចាញ់ណែមកចូលអូយ Oh my god ណែអូយបើថាអណ្ដែតគឺអណ្ដែតដើមដល់តោះឥឡូវយើងធ្វើការឥឡូវកាមេរ៉ាមែនគឺនៅក្រៅខ្ញុំចូលបាទឥឡូវណែ zoom មកនេះអ្នកនរគ្នាមើលតាំងពីដើមមកដល់ហូរដល់នោះមកហើយចុះតំណនារីម្នាក់ហ្នឹងមិនអណ្ដែតមកមិនចិត្ត50ឆ្នាំហើយអណ្ដែតមកហ្នឹងតែឥឡូវអត់ដឹងមិនទេសាក់សគាត់ហ្នឹងសំខាន់គឺលូហ្នឹងគឺនៅស្រុកកំណើតរបស់ខ្ញុំមកដោយសារតែវាមានភាពគួរខ្លាចពេកខ្ញុំអត់ហ៊ានចូលទៅជ្រៅទៀតទេតែឥឡូវយើងធ្វើការចេញវិញមកឡងបងកុំនិយាយចឹងបងពេលដែរគីឡូអ្នកណាក៏ប្រកាន់ដែរតើឥឡូវយើងទៅមើលអាកន្លែងស្អីដែលបងគាត់ដាក់បងបាទអត់អីតោះកាមេរ៉ាមែនដើរតាមខ្ញុំឡែនឹងសិតតែមានតោះមួយខ្ញុំឃើញដាក់ឡែនឹងកាមុនទឹកកន្លែងនឹងកាមុនទឹកនោះខ្សែនោះកន្លែងនោះខ្សែគេដាក់ចលនាមួយដើម្បីឲ្យប្រជាពលរដ្ឋគាត់ដឹងថានៅទីហ្នឹងគឺមានអីខ្លះហើយក៏មានលូទឹកស្អុយដែរនេះគឺជាប្រហោងលូបែរកាមេរ៉ាទៅគឺអ្នកនរគ្នាឃើញប្រហោងលូហើយបាទនេះតាមខ្សែបណ្ដោយរហូតតោះឥឡូវយើងឡើងទៅវិញតោះដល់គឺខ្សែវែងណាមិនមែននេះទេមិនក្រោម100ម៉ែត្រទេតោះឥឡូវកាមេរ៉ាមែនដើរតាមខ្ញុំមកមិនបាច់ទៅទេនៅឃើញអីភ្ញាក់ផ្អើលជាមួយនឹងខ្ញុំទាំងអស់គ្នាអ្នកទាំងអស់គ្នាហើយផ្ទះនេះប្រហែលជាបេះគេបោះបង់ចោលប្រហែលជា500ឆ្នាំកាន់អីកន្លងប្រហែលជាមិន500ឆ្នាំដូចជាទៅ50ឆ្នាំអីទេណាបង50ឆ្នាំបាទតែមានអ្នកភូមិមកសាងសង់ផ្ទះនោះមើលខាងនោះនេះអត់អូបងប្អូននេះគេនោះរត់អូ
គេមិនបាទសូមជម្រាបលាបងប្អូនទាំងអស់គ្នាបាទ